សួស្តីបងប្អូនទាំងអស់គ្នាបាទនេះបងប្អូនដែលខ្វះបងប្អូនដែលខ្វះជាតិស្ករណាញ៉ាំបន្លែបែបហ្នឹងញ៉ាំបន្លែបែបហ្នឹងទៅញ៉ាំបន្លែបែបហ្នឹងទៅវាធ្វើឲ្យជាតិស្ករយើងវាគ្រប់ហើយជាកាលណាដែលយើងខ្វះជាតិស្ករយើងខំញ៉ាំផ្អែមញ៉ាំស្ករវាអត់សូវល្អទេអញ្ចឹងជនជាតិជប៉ុនក៏គេឲ្យញ៉ាំបន្លែផ្លែឈើដែរដើម្បីឲ្យវាបាត់ជាតិស្ករនេះសិតទឹកបន្លែរបៀបនេះជប៉ុនចេះចិត្តទិញបន្លែផ្លែឈើអូដើម្បីជំនួយសុខភាព